សូមគោរពជំរាបសួរដល់បងប្អូនក៏ដូចជាប្រិយមិត្តអ្នកស្ដាប់ Channel ដំណើរនិទានទាំងអស់គ្នាជាទីស្រឡាញ់រាប់អានបាទថ្ងៃនេះជួបគ្នាជាមួយនឹងខ្ញុំបាទសាជាថ្មីម្ដងទៀតជាមួយនឹងសាច់រឿងថ្មីដែលដំណើរដោយប្រិយមិត្តរបស់យើងបាទសាច់រឿងមួយនេះគឺជាសាច់រឿងដែលនិយាយពីបទពិសោធន៍ដ៏រន្ធត់មួយរបស់ខ្ញុំហៅគាត់ថាលោកពូម្នាក់ដែលគាត់បានជួបកាលពីច្រើនឆ្នាំមុនហើយបងប្អូនគាត់ថាជួបតាំងពីឆ្នាំ90ជាងហើយគាត់បានបញ្ជាក់ថាឆ្នាំ90ប្រហែលទេដោយសារតែខ្ញុំជួបគាត់និយាយជាមួយគាត់ហ្នឹងគឺការសម្ភាសការជួបនិយាយផ្ទាល់មាត់អញ្ចឹងទៅកន្លែងខ្លះក៏ចន្លោះប្រហោងអញ្ចឹងទៅណាអញ្ចឹងសង្ឃឹមថានៅពេលដែលខ្ញុំនិទានរឿងមួយនេះបងប្អូនស្ដាប់ទៅនឹងមិនឧទាហរណ៍ថាមានកន្លែងខ្លះចន្លោះប្រហោងនឹងមិនយកទោសគេហៅថាមិនប្រកាន់មិនអីចឹងណាបាទព្រោះធម្មតារឿងខ្លះនិយាយទៅវាបាត់ព័ត៌មានខ្លះអញ្ចឹងក៏សូមអធិស្ឋានទុកជាមុនផងដែរបាទអញ្ចឹងយ៉ាងមិនទៅឲ្យបងប្អូនសុខសប្បាយអត់ទេខានជួបគ្នាប្រហែល2ថ្ងៃដោយសារតែខ្ញុំមានបញ្ហាសុខភាពបាទឈឺហើយរឿងធ្ងន់ដែរបាទប៉ុន្តែអត់អីទេយ៉ាងណាក៏យើងឥឡូវបានមកវិញហើយបាននិទានតជូនបងប្អូនស្ដាប់ហើយណាបាទអូខេអញ្ចឹងកុំឲ្យខាតពេកយើងចូលទៅសាច់រឿងលម្អិតជាមួយខ្ញុំតែម្ដងទៅណាបាទអញ្ចឹងបងប្អូនសាច់រឿងមួយនេះដំណើរដោយលោកពូម្នាក់ឈ្មោះថាលោកពូហុងបាទរាល់ថ្ងៃគាត់មានអាយុ53ឆ្នាំហើយបងប្អូនហើយការងាររបស់គាត់រកស៊ីរបស់គាត់ប្រចាំថ្ងៃនេះគឺគាត់ជាអ្នកលក់ដូរអីវ៉ាន់បោះដុំនៅផ្សារមួយកន្លែងនៅទីក្រុងភ្នំពេញបាទហើយគាត់ថារឿងហ្នឹងកើតឡើងយូរហើយដូចខ្ញុំជំរាបបងប្អូនហ្នឹងតាំងពីឆ្នាំ90ជាងម៉េះគាត់ថាការជំនាន់ហ្នឹងគាត់ជាអ្នកបើកឡានបងប្អូនណាគាត់បើកឡានដឹកអីវ៉ាន់ដឹកអីចឹងណាបាទហើយជំនាន់ឆ្នាំ90ជាងបងប្អូនដឹងហើយវាអត់មាន social media វាមានប្រព័ន្ធសង្គមដូច Facebook អីឬក៏ទូរស័ព្ទអីហឹកហាក់ដូចឥឡូវទេហើយទូរស័ព្ទក៏ពិបាកតាក់ទងដែរដោយសារតែទូរស័ព្ទវាអត់ទំនើបណាហើយសេវាទូរស័ព្ទក៏វាខ្សោយដែរអញ្ចឹងអ្នកដឹកអីវ៉ាន់អ្នកដើរឆ្ងាយអីបើសិនជាមានបញ្ហាអីរៀងពិបាកបន្តិចបាទគាត់ថារឿងហ្នឹងកើតឡើងនិយាយទៅគាត់បងប្អូនពេលគាត់និទានរឿងប្រាប់ខ្ញុំគាត់និទានឡើងញ័រមាត់ណាបងប្អូនគាត់និទានឡើងញ័រមាត់ដោយសារគាត់មិននឹកស្មានថាវារៀងធ្ងន់អញ្ចឹងណាកាលនោះអញ្ចេះកាលនោះគាត់ថាគាត់បើកឡានពីខេត្តមកដឹកអីវ៉ាន់មកពេញក៏ប៉ុន្តែផ្លូវដែលដឹកអីវ៉ាន់ពីខេត្តនឹងមកវាអត់ស្រួលដូចរងថ្ងៃហ្នឹងទេផ្លូវគេអត់ទាន់ធ្វើហើយទេមិនបាញ់និយាយដល់តែមកពីខេត្តទេបងប្អូននិយាយតែនៅពេញហ្នឹងផ្លូវនៅក្នុងពេញខ្លះក៏នៅគ្រួក្រហមខ្លះក៏នៅអីដែរឆ្នាំ90ជាងណាបងប្អូនបាទហើយគាត់ថាពេលហ្នឹងគាត់ដឹកអីវ៉ាន់កាត់ភូមិមួយបាទតែសូមអត់បញ្ចេញឈ្មោះទេដោយសារភូមិហ្នឹងនិយាយទៅអ្នកណាក៏ស្គាល់ដែរឥឡូវមនុស្សច្រើនហើយតែមួយឆ្នាំហ្នឹងវាអត់ទាន់មានមនុស្សតិចហ៎បងប្អូនបាទគាត់ថាគាត់ដឹកអីវ៉ាន់កាត់ភូមិមួយហ្នឹងគឺរបៀបថាវាគាត់ដឹកមកវិញពេលយប់ម៉ោង6ម៉ោងអីហើយគាត់ថាស្ងាត់ជ្រាបភូមិហ្នឹងរកតែមនុស្សរកតែសត្វធាតុគោក្របីអីគ្មានទេវាស្ងាត់មែនតើណាហើយគាត់ដឹកមករហូតដល់ភូមិហ្នឹងវាម៉ោងរៀងយប់ល្ងិតដែរព្រោះម៉ោង5 6វាអត់មានអំពូលភ្លើងវាមិនឃើញល្ងិតមែនទេបងប្អូនបាទមានតែអំពូលឡានយើងហ្នឹងសម្រាប់ប្រឆេះបំភ្លឺផ្លូវណាស្រាប់តែគាត់បើកទៅឡានគាត់ហ្នឹងវាមានបញ្ហាឡានគាត់វាមានបញ្ហាក៏រលត់បាទរលត់តែម្នាក់ឯងតាមផ្លូវហ្នឹងហើយពេលហ្នឹងគាត់អត់មានព្រូឡានអត់មានអីទេអត់មានព្រូឡានទេអញ្ចឹងម្នាក់ឯងឆឹងបងប្អូនណាហើយគាត់ថាដាច់ទឹកដាច់ស្បៀងណាពេលហ្នឹងអត់មានទឹកអត់មានស្បៀងអត់មានម្ហូបអាហារអីទេហើយរមនុស្សឆ្លងកាត់ក៏អត់មានដែរបាទវាស្ងាត់យកតែមែនតើពេលហ្នឹងគាត់ព្យាយាមឆែកមើលឡានគាត់ព្យាយាមប្រឆេះព្យាយាមអីច្រើនដងមែនតើក៏ប៉ុន្តែម៉ាស៊ីនឡានរបស់គាត់នៅតែមិនដំណើរការទេបងប្អូនវានៅតែជាប់កាំងវានៅតែខូចអញ្ចឹងណាដល់អញ្ចឹងទៅយ៉ាងម៉េចដល់អញ្ចឹងទៅវាមានអីធ្វើចេញទូរស័ព្ទដកមកអត់សេវាទៀតបាទទូរស័ព្ទអីគាត់ទេកាលនោះបាទអាសេរី Nokia នៅអីហ្នឹងឯងបាទហើយគាត់ថាពេលហ្នឹងវាល្ងិតឆឹងហើយមានតែភ្លើង7ទូរស័ព្ទហ្នឹងព្រោះឡានមិនដឹងជាវាខូចអីទេវាបើកវាថាឃើញចេញតែភ្លើងណាបាទតែវាអត់ឆេះហ៎បងប្អូនបាទវាមានបញ្ហាម៉ាស៊ីនគាត់ថាដាច់បាយដាច់ទឹករហូតចង់ថាមួយថ្ងៃហ៎បងប្អូនដាច់បាយដាច់ទឹកឡើងមួយយប់ហើយថែមមួយថ្ងៃទៀតហើយគាត់ថាមានគេជិះឡានមកកាត់ដែរប៉ុន្តែហើយគេមិនឈប់មិនអីចឹងណាបងប្អូនបាទហើយចឹងបងប្អូនគិតមើលគាត់ដាច់គាត់ជាប់នៅនឹងតាំងពីម៉ោង5ម៉ោង4ម៉ោង5ល្ងាចរហូតដល់មកយប់ទៅភ្លឺហើយឡើងពីភ្លឺរហូតមកដល់យប់វិញចឹងវាមកយប់មួយថ្ងៃដែលគាត់ជាប់នៅកន្លែងនោះហើយអត់បាយអត់ទឹកណាបងប្អូនណា
គាត់ពេលហ្នឹងគាត់ពិបាកក្នុងខ្លួនមែនតើគាត់ហេវផងគាត់អីផងអញ្ចឹងទៅអញ្ចឹងចាប់ផ្ដើមមានអារម្មណ៍អត់ស្រួលទេចាប់ផ្ដើមដើររកមើលអ្នកភូមិរកមើលអីអញ្ចឹងទៅតែដល់ទៅពេលគាត់ដើរក៏មិនហ៊ានទៅឆ្ងាយពីឡានដែរបងប្អូនព្រោះឡានវាមានអីវ៉ាន់ហើយឡានគាត់ខ្លាចគេមកលួចមកអីអញ្ចឹងណាគាត់ថាដល់តែយប់ទី2ហ្នឹងបានដល់ពេលអស់សង្ឃឹមហើយពេលហ្នឹងចប់ហើយគាត់ថាអូ Vivo ដាច់បាយដាច់ទឹកទុនដៃទុនជើងហ្នឹងហត់ផងអីផងអញ្ចឹងណាអញ្ចឹងគាត់ថាគ្រាន់តែគិតហ្នឹងបានមកផ្លែតហ្នឹងក៏ស្រាប់តែគាត់បានលឺសំឡេងមានមនុស្សដើរមកថាមានមនុស្សដើរមកតាំងទៅលឺសំឡេងដើរមកពីខាងក្រោយឡានណាបងប្អូនដល់ពេលគាត់អឺតមើលទៅគាត់បានឃើញអ៊ំម្នាក់ណាគាត់បានឃើញលោកពូម្នាក់បាទដើរមកហើយគាត់របៀបថាអ្នកភូមិនៅហ្នឹងណាមើលទៅរៀងគាត់រៀងស្ដើងអញ្ចឹងទៅពាក់កៅអៅធម្មតាដើរមករកគាត់គាត់ឃើញចឹងគាត់អបងប្អូនគាត់ថាឃើញមានមនុស្សចឹងគាត់អព្រោះយ៉ាងណាក៏គាត់អាចសុំពូនឹងទៅជ្រកកោឬក៏សុំបាយសុំទឹកហូបអីចឹងណាគាត់ឲ្យលុយឲ្យកាក់វិញអញ្ចឹងទៅអញ្ចឹងគាត់ក៏បានហៅលោកពូហ្នឹងបាទគាត់ក៏បានហៅលោកពូហ្នឹងអញ្ចឹងទៅថាលោកពូអើយជួយខ្ញុំផងពូជួយផងឡានខ្ញុំខូចឯពូអើយខ្ញុំដាច់បាយដាច់ទឹកមួយយប់មួយថ្ងៃហើយពូមានកន្លែងអីខ្ញុំសម្រាប់បានមួយយប់ពីរអត់ទេពូខ្ញុំហេវបាយផងអីផងចេះចោះចឹងរបៀបថាយើងសុំជំនួយពីគេលោកពូហ្នឹងក៏ឈប់តែលោកពូហ្នឹងអត់តន់ឆ្លើយមួយគាត់ទេរបៀបថាលោកពូគាត់មិនទុកចិត្តចឹងចូលលោកពូហ្នឹងក៏គាត់មើលលើមើលក្រោមមើលអីចឹងទៅសឡឹងសឡក់មើលគាត់ចឹងបងប្អូនឲ្យមើលឡានគាត់មើលអីចឹងទៅដល់ពេលបានមកសន្ទុះលោកពូហ្នឹងក៏គាត់និយាយបន្តលោកពូហ្នឹងគាត់ថាមានផ្ទះពូមានផ្ទះពូមួយគាត់ឯងអាចទៅនៅក្នុងបានអត់ទៅសម្រាប់ក្នុងមួយយប់សិនក៏បានដែរទៅហូបបាយហូបទឹកហ្នឹងអញ្ចឹងណាផ្ទះពូខ្លួនឯងនៅទៅនេះអញ្ចឹងទៅអាហ្នឹងគាត់ប្រាប់ទៅកាន់បងហុងកាន់លោកពូហុងហៅលោកពូទៅចុះគាត់បងខ្ញុំ20ឆ្នាំដែរបាទបន្ទាប់មកបងហុងក៏សួរបញ្ជាក់ថាពូនៅណាពូឆ្ងាយអត់ទេពូមិនម៉ាខ្ញុំទៅមួយពូដែរអញ្ចឹងណាពូថាអីទេអាចមកជាមួយគាត់បានអញ្ចឹងទៅបងហុងគាត់ក៏រៀងដូចរៀងធូរបងប្អូនដូចរៀងធូរបន្ទាប់មកពូនឹងក៏នាំផ្លូវបងហុងទៅហើយពូនឹងថាអីទេទុកឡាននឹងទៅអត់មានអ្នកណាគេមកយកទេផ្លូវនឹងស្ងាត់ណាស់អញ្ចឹងទៅហូបបាយហូបទឹកសម្រាប់ឲ្យស្រួលខ្លួនសិនទៅចាំមើលគិតថាដល់ស្អែកចាំមើលរកវិធីអីត្រូវដោះស្រាយទៅអីទៀតអញ្ចឹងណាបងប្អូនហើយបញ្ជាក់ដែរលោកពូនឹងដើរមករកគាត់ហ្នឹងដើរមកខ្លួនទៅទេមិនមែនខ្លួនទៅទេនឹងស្រាតដើរមកអត់មានពិលអត់មានអីហ៎បងប្អូនដើរមករបៀបថាមនុស្សដៃទៅទេអីចេះអញ្ចឹងទៅគាត់ក៏អូខេទៅមួយពូអញ្ចឹងក៏បានដែរបន្ទាប់មកបងប្រុសហ្នឹងក៏របៀបថាដើរតាមលោកពូនឹងតាំងទៅអញ្ចឹងទៅបាទគាត់ថាដំបងសួរពូសួរពូផ្ទះនៅណាឆ្ងាយទៀតអត់ពូថាអត់ទេនៅមុខទីទៀតដល់ដល់បន្ទាប់មកដើរចុះឡើងស្រាប់តែបងហុងក៏លោកពូហុងគាត់ថាដើរចុះដើរឡើងបាត់លោកពូនឹងបាត់គាត់ថាដើរបាត់លោកពូនឹងគាត់ភ្ញាក់ព្រឺតស្រឡាំងកាំងបដៅថាហាហើយពូនឹងក៏ទៅណាបាត់ហើយពេលហ្នឹងគាត់អត់មានគិតថាខ្មោចឡងទេបងប្អូនគាត់អត់មានគិតទេគាត់អ្វីដែលគាត់គិតពេលនោះគឺគាត់គិតថាប្រហែលជាគាត់ដើរជ្រួលគ្នាដើរវិញគ្នាដោយសារពេលយប់អង្រិតគាត់គិតថាពេលយប់អង្រិតទៅគាត់ដើរជ្រួលផ្លូវគ្នាដល់ពេលអញ្ចឹងគាត់អត់មានគិតថាខ្មោចទេព្រោះមនុស្សគាត់មិនអាចសូវខ្លាចអញ្ចឹងហើយគាត់ថាជ្រុលមកហើយគាត់ដើរទៅមុខទៀតទៅគីឡូទៅដល់ផ្ទះពូនឹងព្រោះអីជួនកាលគាត់ដើរវឹងទៅបាំងដើមឈើបាំងអីទៅវាមើលគ្នាមិនឃើញអញ្ចឹងណាហើយគាត់ក៏មិនហ៊ានស្រែកឲ្យលឺក្នុងក្តាំងដែរខ្លាចប៉ះពាល់ដល់អ្នកនេះអ្នកនោះអញ្ចឹងណាបងប្អូនដល់ទៅហើយបងហុងនឹងលោកពូហុងនឹងគាត់ក៏ដើរទៅមុខទៀតប្រហែលជា10នាទីគាត់ថាប្រហែល10នាទីទៀតគាត់ក៏បានឃើញផ្ទះមួយមែនហើយផ្ទះនោះជាប្រភេទផ្ទះឈើហើយរៀងចាស់តិចដែរមើលទៅដឹងចាស់ហ្មងហើយវារៀងតូចដែរនៅអែបមាត់ផ្លូវហ្នឹងប៉ុន្តែមិនឆ្ងាយពេកទេចុះពីផ្លូវទៅប្រហែលជា100ម៉ែត្រ50ម៉ែត្រទេបងប្អូនគាត់បញ្ជាក់អញ្ចឹងណាហើយផ្ទះហ្នឹងក៏អត់មានរបៀបថាមនុស្សអីច្រើនទេមើលទៅឃើញតែផ្ទះអញ្ចឹងទៅស្ងាត់ងុំអញ្ចឹងទៅអត់មានបើកភ្លើងបើកអីអំពូលឬក៏ចង្គៀងអីទេឃើញស្ងាត់ឈឹងអញ្ចឹងណាដល់ដំបងហើយគាត់ថាគាត់ដំបងឡើយគាត់ឃើញអញ្ចឹងគាត់ប៉ុន្តែបែរជាអារម្មណ៍មួយទៅជាស្ទាក់ស្ទើរទៅវិញបាទស្ទាក់ស្ទើរដោយសារអីដោយសារផ្ទះគេបងប្អូនហើយមួយទៀត
គាត់របៀបថាដូចបានទុកចិត្តចឹងណាបើពូនឹងគាត់ដើរមកដល់មុនគាត់សំណាពូនឹងបើកភ្លើងឬក៏អុចជាគៀងអុចអីហ្នឹងមែនអត់តែបើជាមិនឃើញលោកពូនឹងឃើញតែផ្ទះទេឃើញតែផ្ទះមួយចឹងទៅក៏ប៉ុន្តែគាត់គិតថាគាត់អស់កម្លាំងណាស់បកទៅវិញក៏វាមិនកើតដែរចឹងមានតែសុំផ្ទះគេស្នាក់មួយយប់ហើយគេលោកបានកន្លែងស្នាក់បានទឹកបានបាយបានអីហូបចឹងណាចឹងទៅគាត់ក៏សម្រេចចិត្តថាដើរចូលបើគាត់ដើរទៅក្នុងផ្ទះហ្នឹងបងប្អូនគាត់ថាពេលដែលគាត់ដើរចូលទៅក្នុងផ្ទះហ្នឹងគាត់ភ័យផងអីផងបងប្អូនគាត់ទីមួយគាត់ថាខ្លាចគេចោទគាត់ថាចោទតែអីចឹងណាបាទនិយាយទៅគឺជំនាន់ហ្នឹងយើងត្រូវប្រយ័ត្នប្រយែងដែរព្រោះអ្នកភូមិគេនៅម្នាក់ឯងអញ្ចឹងគេច្រើនមានរបស់ការពារមានកបិតមានភក្តិមានអីការពារខ្លួនអញ្ចឹងណាបាទចឹងទៅគាត់ចូលនោះក៏គាត់ប្រយ័ត្នប្រយែងដែរហើយដល់ទៅពេលចូលទៅដល់គាត់ស្រែកសួរបងអើយបងម្ចាស់ផ្ទះពូអើយពូម្ចាស់ផ្ទះពូឯងនៅអត់ទេមានអ្នកនៅនឹងទេខ្ញុំខូចឡាននៅមុខខ្ញុំសុំស្នាក់នឹងមួយយប់ខ្ញុំសុំស្នាក់មួយយប់បានទេពូមីងអញ្ចឹងទៅបាទដល់ទៅហើយបងប្អូនគាត់ថាគាត់ស្រែកសួរទៅក៏គ្មានអ្នកណាគេឆ្លើយអីជាមួយគាត់ដែរអត់មានមនុស្សទេដូចវាស្ងាត់ឈឹងបណ្ដោយផ្ទះហ្នឹងដល់ទៅហើយទៅគាត់ស្រែកហៅមកសន្ទុះអត់មានអ្នកតបមួយគាត់ក៏គាត់ក៏លេខទៅខាងឆ្វេងដៃហ្នឹងឃើញមានពីងផ្ទះខាងឆ្វេងដៃហ្នឹងនៅខាងឆ្វេងដៃផ្ទះហ្នឹងអែបលបងផ្ទះហ្នឹងបាទហើយគាត់ដើរទៅពីងឃើញពីងអញ្ចឹងក៏ដើរទៅពីងទៅហ្នឹងទៅដួសទឹកផឹកហើយបងប្អូនបាទទៅដល់ឃើញមានទឹកមានអីគាត់គាត់ដួសផឹកបណ្ដោយតទៅផឹកទឹកផឹកអីលុកមុខលុកដៃលាងជើងហើយអីហើយគាត់ថាគាត់អត់ដឹងធ្វើម៉េចទេបើអត់មានមនុស្សអត់មានម្ចាស់គាត់ថាគាត់ទៅតែមេតខ្លួនដេកបណ្ដោយទៅគាត់ទៅដេកលើខែក្រោមផ្ទះហ្នឹងហ្មងបងប្អូនបាទដេកហ្នឹងបណ្ដោយព្រោះថាមនុស្សដូចរបៀបថាអស់ខ្យល់ណាបានតែផឹកទឹកប៉ុណ្ណឹងរៀងធូរហើយអញ្ចឹងក៏ព្យាយាមដេកហើយក៏សម្រាអីនៅនឹងតិចទៅតែគាត់ថាដេកខំប្រឹងដេកខំប្រឹងគេងយ៉ាងម៉េចក៏គេងវាមិនលក់ព្រោះមិនមែនផ្ទះយើងបងប្អូនវាមានអារម្មណ៍ថាដូចវាអត់ស្រួលខ្លួនវាដូចភ័យខ្លាចថាម្ចាស់គេមកមានរឿងមានរ៉ាវអញ្ចឹងណាក៏ប៉ុន្តែភ័យប៉ុណ្ណាក៏សង្ងំសិនដែរបើម្ចាស់គេមកចាំសំពះសុំទោសគេអីចឹងទៅហ្នឹងគាត់ប្រាប់អញ្ចឹងតែអាយុហ្នឹងបងប្អូនគាត់ព្យាយាមដេកហ្នឹងដេកមិនលក់ហ្នឹងគាត់ថាអាដេកមិនលក់មកជុំឲ្យងុំលឺសំឡេងតែផ្ដេសតែផ្ដាស់ពេញតែហ្នឹងទៀតបាទគាត់ថាដេកទៅលឺសំឡេងមនុស្សដើរលើក្បាលតនេកចឹងទៅអស់ពីដើរក្បាលតនេកដើរចុងជើងអីចឹងទៅលឺសឹបដូចមនុស្សដើរលើដីចឹងបងប្អូនបាទដើរឈូសដីឈូសអីចឹងណាលឺឆាក់ចឹងទៅហើយផ្ទះហ្នឹងវាមានតែមួយជាន់ទេណាអត់មានចដើអត់មានឡើងទៅលើទេចឹងបើមានមនុស្សនៅមិនដឹងទេមែនទេបងប្អូនបាទអញ្ចឹងទៅវាអត់មានមនុស្សអត់មានអីចឹងទៀតវាគាត់ឆ្ងល់មែនតើដំបូងក៏គិតថាប្រហែលជាម្ចាស់គេមកម្ចាស់គេអីចឹងណាក៏ប៉ុន្តែរបៀបថាខំប្រឹងសម្លឹងរកមើលប្រឹងអីហើយក៏រកវាមិនឃើញដែរអញ្ចឹងទៅក៏បន្តសម្រាប់ទៀតទៅដល់ទៅពេលអាសំឡេងឆឹកហ្នឹងវាលឺតតែពេកយោអញ្ចឹងក៏គាត់ងើបមកអង្គុយបន្តិចសិនងើបមកអង្គុយបន្តិចហើយដូចរបៀបថាសម្រួលអារម្មណ៍អញ្ចឹងណាសម្រួលអារម្មណ៍ហើយក៏ព្យាយាមផ្ទៀងស្ដាប់ថាអ្នកណាមកពីណាឬក៏ម្ចាស់ផ្ទះគេមកហ្នឹងគាត់ថាគាត់ជាចោរជាអីគេគាត់ពួនអីចឹងណាបងប្អូនអញ្ចឹងទៅវាយ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងណាបាទហើយខ្ញុំបញ្ជាក់ម្ដងទៀតណាបងប្អូនផ្ទះហ្នឹងខ្ញុំចង់ឲ្យបងប្អូនសម័យឲ្យច្បាស់កុំឲ្យថាខ្ញុំនិយាយទៅខុសអញ្ចឹងព្រោះកន្លែងមិញខ្ញុំមានអារម្មណ៍ថានិយាយដូចធ្វើឲ្យបងប្អូនច្រឡំផ្ទះហ្នឹងមួយជាន់ហើយគាត់គេងនៅលើក្រែក្រោមផ្ទះមានន័យថាផ្ទះមួយជាន់មែនតែវាមានអាកតុយវាមានបហាខាងក្នុងផ្ទះហ្នឹងណាគឺផ្ទះរបៀបមានរោងពីមុខចឹងហើយមានក្រែនៅក្រោមហ្នឹងហើយមានផ្ទះនៅពីក្រោយមានបន្ទប់នៅពីក្រោយអញ្ចឹងណាបងប្អូនបាទអញ្ចឹងកន្លងមិញខ្ញុំនិយាយធ្វើបងប្អូនច្រឡំខ្ញុំបញ្ជាក់ឲ្យច្បាស់អញ្ចឹងណាមិនមែនផ្ទះមួយជាន់ឡើងចណ្ដើរឡើងឲ្យដូចផ្ទះផ្សេងទេអញ្ចឹងបងប្អូនអាចសម័យមើលបានណាបាទដល់ទៅហើយទៅគាត់មិនដល់កន្លែងគាត់អង្គុយផ្ទៀងស្ដាប់មែនទេតែអង្គុយផ្ទៀងស្ដាប់ផ្ទៀងរមមើលទៅនៅតែវាមិនឃើញបាទអញ្ចឹងក៏តម្រៀតខ្លួនទៅវិញទៀតតែបងប្អូនម្ដងនេះពេលគាត់តម្រៀតខ្លួនទៅគាត់ថាលឺសំឡេងអាសត្វតុកែយើងបងប្អូនវាយំតុកែអញ្ចឹងទៅដល់ទៅពេលវាយំអញ្ចឹងទៅណាវាធ្វើឲ្យអារម្មណ៍គាត់ហ្នឹងវារឹតតែអត់ស្រួលទេណានេះតុកែស្អីមកយំស្មានហ្នឹងវិញបងដេកម៉ោង4អញ្ចឹងណាអស់ពីតុកែយំគាត់ថាលឺសំឡេងគូសអញ្ចាំងថាលឺសំឡេងគូសអញ្ចាំងតុកអញ្ចឹងទៅលឺរហូតតុកអញ្ចឹងទៅបាទដល់ពេលលឺអញ្ចឹងហើយ
គាត់ចាប់ផ្ដើមសង្ស័យណាគាត់ថាសង្ស័យនឹងសង្ស័យតែខ្មោចលងអញ្ចឹងណាបងប្អូនគាត់សង្ស័យថាតិចខ្មោចលងតែមកដើរបឆឹកឲ្យលឺឲ្យមកគោះអញ្ចឹងគោឲ្យលឺតុកបន្លាចរបៀបគេបន្លាចតែគាត់ប្រាប់គាត់ចេះគិតថាប្រហែលជាអារម្មណ៍គាត់ទេប្រហែលជាគាត់គិតទៅព្រៃទៅផ្ដាយអញ្ចឹងទៅហើយខ្ជិលខ្វល់អស់កម្លាំងឲ្យដេកទៀតបាទនិយាយទៅបងប្អូនតើយល់អារម្មណ៍មនុស្សបាក់បៀបានយល់អារម្មណ៍របស់គាត់ចង់ខ្មោចមកពីណាក៏គេងសិនដែរកុំឲ្យតែមកលងស្ដែងទៅបានណាតែគាត់ដឹងដែរណាគាត់ដឹងថាម្នាក់ឯងដែរចេះតែហ៊ានមកចេះតែហ៊ានអីចឹងទៅគាត់ដឹងខ្លួនគាត់ដែរមិនគាត់មិនដឹងទេតែគាត់នៅតែប្រយ័ត្នខ្លួនរហូតដែរទេបងប្អូនហើយពេលហ្នឹងខ្ញុំសួរគាត់ដែរសួរថាបងឯងខ្លាចខ្លាំងអត់គាត់ថារឿងខ្លាចណាក៏គេខ្លាចដែរគ្រាន់តែថាគាត់ខ្លាចមនុស្សច្រើនជាងព្រោះខ្មោចវាមិនអាចមកអាកគាត់ទេក៏ប៉ុន្តែបើមនុស្សគេអាចមកប្លន់គាត់ឬក៏អាកគាត់ធ្វើសកម្មភាពអីមួយយ៉ាងណាបងប្អូនបន្ទាប់មកទៀតបងប្អូនណាបន្ទាប់មកទៀតគាត់សម្រាកហ្នឹងក៏ស្រាប់តែរបៀបថាដូចមានពីណាមកកេះជើងគាត់ដល់ទៅពេលគាត់កេះយូរមកសន្ទុះគាត់ដឹងខ្លួនហ៎បងប្អូនគាត់ងើបមកក្រោះហ្នឹងក៏បានឃើញមនុស្សប្រុសម្នាក់ឈរនៅចុងជើងហើយគាត់ក៏ងើបគាត់ដឹងគាត់ស្មានម្ចាស់ទេហ៎ហើយគាត់ក៏បើកពិលទូរស័ព្ទមើលទៅបានដឹងថាមនុស្សប្រុសហ្នឹងគឺជាលោកពូម្នាក់ដែលបានប្រាប់គាត់ថាផ្ទះគាត់តែអីហៅមកហើយអីចឹងណាគឺលោកពូហ្នឹងមកឈរនៅចុងជើងគាត់វិញចឹងទៅបងប្អូនបាទដល់ទៅពេលគាត់ឃើញលោកពូឬក៏លោកអ៊ំចឹងឈរនៅចុងជើងគាត់ចឹងគាត់ក៏សួរនំពូខ្ញុំមកអត់ឃើញពូខ្ញុំក៏សម្រាប់តិចទៅពូអើយពូឯងទៅមកពីណាស្មានហ្នឹងបានទៅមកចេះចោះចឹងណាចំពូហ្នឹងក៏អត់មាត់ទេប៉ុន្តែគាត់ហុចរបៀបថាបាយមួយចានមួយថាសចឹងបងប្អូនមួយចានតែរៀងធំបាទមានបាយមានសាច់មានអីលើហ្នឹងចឹងទៅគាត់ថាហូបបាយទៅក្មួយហូបបាយហូបតិចទៅពេលហ្នឹងគាត់យកបាយមកឲ្យទាំងយប់បាទរៀងហេវផងគាត់ថាគាត់ហូបបណ្ដោយបងប្អូនណាក៏ប៉ុន្តែហូបហ្នឹងគាត់ថាគាត់ហូបអត់បានច្រើនទេដោយសារតែវាមនុស្សលៀបថាយប់ផងងុយដេកផងវាអស់ខ្យល់ផងណាហើយដាក់ពិលដាក់អីហូបអញ្ចឹងទៅហើយកាយញាត់ទាំងយប់ហ្នឹងទៅបងប្អូនគាត់ថាបាយមួយចានហ្នឹងគាត់ហូបបានតែមិនតិចទេគាត់ថាមិនមកទុកហូបព្រឹកគាត់និយាយអញ្ចឹងណាបាទដល់ទៅហើយបងប្អូនពូហ្នឹងគាត់ចេះតែឈរមើលបងហុងលោកពូហុងហូបបាយដែរគាត់ឈរមើលគាត់សួរឆ្ងាញ់ហ៎ក្មួយបងហុងគាត់ហូបថាឆ្ងាញ់តើពូឆ្ងាញ់គាត់សួរបើឆ្ងាញ់ហូបអស់ទៅហុងថាអត់អីទេពូខ្ញុំសុំទុកព្រឹកបានអត់ដោយសារយប់ហើយអញ្ចឹងទៅហូបវាអត់តន់កើតទេពូចាំស្អែកទៅស្អែកស្រួលខ្ញុំហូបប្រហើយអត់អីទេពូឲ្យទៅសម្រានទៅខ្ញុំសម្រាកហ្នឹងក៏បានដែរចេះចុះអញ្ចឹងណាហើយបងប្អូនគាត់សម្រាកនៅហ្នឹងអត់មានមុងអត់មានខ្នើយអីណាបាទលើខែលាតបដ ாய் ហើយបានកៅគាត់ខោជើងវែងឲ្យតែវែងអញ្ចឹងទៅវាមិនសូវមានមុះមានអីទេបាទអញ្ចឹងគាត់ថាគាត់ប្រាប់ពូថាពូទៅសម្រាប់ថាអញ្ចឹងពូទៅណាចឹងពូនោះក៏ដើរទៅដូចថាទៅកន្លែងគាត់សម្រាប់ទៅបន្ទប់គាត់អីចឹងណាបងប្អូនហើយចង្វាក់ដែលលោកពូនឹងដើរទៅលោកពូហុងគាត់មើលពីក្រោយទៅបងប្អូនគាត់ថាពូនឹងដើរដូចចម្លែកដូចរបៀបមនុស្សដើរតែអត់មានអង្គើខ្លួនណាដល់តែគាត់មើលយូរទៅបានដឹងថាចំវាហើយពូនឹងដើរអបល់យកឲ្យពូនឹងអត់មានជើងផងបាទពូនឹងដូចតែភ្លុងបងប្អូនគាត់ថាមើលឃើញងឹតតែមើលឃើញថាពូនឹងអត់មានជើងទេហើយដើរទៅភ្លុងរហូតដល់លារត់បាត់ចឹងទៅដល់បាត់គាត់ហ្មងចឹងណាដល់គាត់ទៅណាគាត់ចូលបន្ទប់បាត់ទេក៏មិនដឹងពូហុងគាត់ថាឃើញពូនឹងអត់ជើងគាត់ដឹងច្បាស់ថាអូពូនឹងមិនមែនមនុស្សផងពូនឹងខ្មោចបាទគ្រាន់តែដឹងចឹងភ្លាមបងប្អូនហើយបងហុងដាក់លោតពីលើខែដាក់មេប្រុចបាទហើយឡើងរត់ពីផ្ទះនឹងទៅតែមិនរត់ទៅឡានវិញទេបងប្អូនគាត់ថាគាត់រត់ទៅរកផ្ទះអ្នកភូមិផ្សេងបាទគាត់ជឿតែពីរត់មិនដឹងរត់ទៅណារត់ទៅណីទេដល់ពេលគាត់រត់ចឹងទៅបងប្អូនហើយគាត់រត់ហើយស្រែកថាខ្មោចលងចឹងណាជួយផងចឹងទៅគាត់បញ្ជាក់ណាបងប្អូនគាត់ថានៅពេលដែលរត់ហ្នឹងគាត់ចេះតែកលេចដៀងមើលឆ្វេងមើលស្ដាំគាត់ថាឃើញពូនឹងតាមមកបងគាត់ថាឃើញពូនឹងតាមមកលឿនថារត់តាមមកអញ្ចឹងណាតែពូនឹងមិនមែនរត់ដូចយើងមនុស្សរត់ទេថាឃើញតែពូនឹងរហូតពូនឹងមកលឿនណាថាកលេចទៅឆ្វេងឃើញកលេចទៅស្ដាំក៏ឃើញដែរ
វាថាពូនឹងមកហើយគាត់ថាលឺសលេងងើក្នុងតិចគាត់ថាលឺថាចេះថាទៅណាដេកនឹងហើយទៅណានៅនឹងហើយបានគ្នាពីរនាក់អញចឹងហើយបងប្អូននៅនឹងហើយបានគ្នាពីរនាក់អញកុំទៅនៅនឹងហើយគាត់តែពីរត់ឯងបកាច់បកិនគ្មានគិតស្អីឧបសគ្គទេបងប្អូនរត់គាត់ថារត់រហូតតតែគាត់នឹងអស់ខ្យល់ហើយក៏លក្ខណៈថាបេះដូងលូតញាប់ពេកហើយស្លន់ពេកក៏របៀបថាអស់ដៃអស់ជើងស្លាប់បាត់ទៅបាទគាត់រត់តអស់ដៃអស់ជើងហើយស្លាប់បងប្អូនបាទចឹងបន្ទាប់ពីគាត់ស្លាប់គាត់ថាគាត់ដឹងគាត់ស្លាប់ប្រហែលម៉ោងទេដឹងតែនៅពេលដែលគាត់ដឹងខ្លួនមកវិញគាត់ឃើញខ្លួនគាត់កំពុងដេកផ្អែកជាមួយនឹងកង់ឡានបាទឃើញខ្លួនគាត់កំពុងដេកផ្អែកជាមួយកង់ឡានរបស់គាត់ហើយមិនដេកអាផ្នែកកណ្ដាលខ្នល់ដេកអានៅចំហៀងខាងគៀនចាមខ្នល់ហើយនៅពីមុខគាត់ហ្នឹងមានចានមួយហើយនៅលើចានហ្នឹងមានដាក់ម្ហូបអាហារក៏ប៉ុន្តែម្ហូបអាហារដែលនៅលើចានហ្នឹងមិនមែនម្ហូបអាហារធម្មតាទេបងប្អូនគឺជាប្រភេទម្ហូបអាហារដែលជាសំណែនជាប្រភេទអាហារដែលជាសំណែនដែលគេសែនឲ្យខ្មោចហើយមិនបានប្រភេទសំណែនមកនៅពីមុខគាត់អញ្ចឹងគាត់អង្គុយមកស្ទូគាត់រហនឹកអូយប់មិញអ៊ំនោះយកស្អីមកអញស៊ីសង្ស័យបាទគាត់ក៏ពិភាក្សាបំណិតមើលសំណែនហ្នឹងទៅបងប្អូនហើយគាត់ថាសំណែនហ្នឹងបាត់បំណែកខ្លះមែនបាត់បាយបាត់ម្ហូបលើនឹងខ្លះមែនចឹងមានន័យថារបស់ដែលគាត់ហូបយប់មិញហ្នឹងគឺជាសំណែនគឺជារបស់ដែលគេសែនឲ្យខ្មោចហើយលោកពូម្នាក់ដែលមករកគាត់ហ្នឹងដែលមកប្រលួងគាត់ទៅដេកហ្នឹងគាត់ថាមិនមែនមនុស្សទេដឹងតែជាខ្មោចហើយគាត់ថាគាត់អត់ច្បាស់រឿងមួយគាត់អត់ច្បាស់ត្រង់ថាតើយប់មិញនេះគាត់បានទៅដើរទៅផ្ទះលោកពូហ្នឹងទៅសដេកក្នុងផ្ទះគាត់ឬក៏គាត់គ្រាន់តែយល់សប្តិតែប៉ុណ្ណឹងឬក៏យ៉ាងម៉េចដោយសារព្រលឹមឡើងវាបានឃើញសំណែនហ្នឹងមែនឥឡូវគិតមិនវិញបាទគាត់គិតអីអត់ចេញបងប្អូនគាត់ស្លេស្លាហើយពេលហ្នឹងឡានក៏ខូចទៀតហើយមនុស្សក៏អត់មានទៀតចុះទៅរៀងអស់សង្ឃឹមដែរការ៉េពេញតែផ្លូវហ្នឹងអញ្ចឹងណាដល់ទៅពេលហើយគាត់មិនដឹងជាយ៉ាងម៉េចបងប្អូនហើយគាត់ថាគាត់បែរជានឹកឃើញគិតឡានវាខូចហើយតែបែរជាចង់ប្រឆេះអញ្ចឹងក៏ឡើងទៅលើឡានហើយប្រឆេះក្តឹងដល់ទៅពេលប្រឆេះក្តឹងឡានហ្នឹងក៏ឆេះវិញគាត់តឡានឆេះភ្លាមគាត់អរណាបងប្អូនបាទគាត់ឡើងគាត់ជន់វឹងមកគ្មានចាំអ្នកណាណីទេឡើងមកគោលដៅចេញមិនផុតពីកន្លែងហ្នឹងអញ្ចឹងណាបងប្អូនហើយគាត់ថានៅពេលដែលគាត់ជិះចេញមកគាត់ចេះសម្លឹងរមើលផ្ទះនៅខាងស្ដាំដៃតើយប់មិញហ្នឹងគាត់ពិតជារត់មកផ្ទះហ្នឹងមែនអត់ឬក៏គ្រាន់តែជាការយល់សប្តិរបស់គាត់ទេបងប្អូនដឹងមិនទេនៅពេលដែលគាត់សម្លឹងមកខាងស្ដាំដៃពេលគាត់ជិះទៅមុខគាត់មិនសម្លឹងស្ដាំដៃរមើលមែនទេព្រោះផ្ទះហ្នឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងចុះពីផ្លូវទៅប្រហែលជា50ម៉ែត្រទេហើយមានតែមួយនឹងគត់បងប្អូនគាត់ថាគាត់ជិះទៅដល់អាទីតាំងដែលគាត់ប្រហែលហ្នឹងគាត់ព្យាយាមសម្លឹងមើលទៅគាត់ក៏បានឃើញមែនតែអ្វីដែលគាត់ឃើញមិនមែនផ្ទះហ្នឹងទេអ្វីដែលគាត់ឃើញគឺសិតតែមុងខ្មោចសិតតែចេះដីខ្មោចបងប្អូនបាទនៅខាងស្ដាំដៃសិតតែចេះដីសិតតែមុងតែម្ដងជើងទៅគាត់ដឹងថាអូយប់មិញវល់បាត់ហើយបើសិនយប់មិញគាត់បានទៅមែនគឺគាត់ទៅដេកនឹងមុងហ្នឹងហើយមហូបអាហារដែលពូនដាក់ឲ្យហូបហ្នឹងគឺជាសំណែនជាអីនឹងឯងរបស់គេសែនឲ្យខ្មោចហ្នឹងគាត់យកឲ្យគាត់ហូបបាទគាត់តែឃើញចុងភ្លៀងគាត់កញ្ញាញខ្លួនព្រាមបងប្អូនគាត់ភ័យឡើងកញ្ញាញខ្លួនបន្ទាប់ពីគាត់កញ្ញាញខ្លួនគាត់ក៏ជិះបន្តដំណើរទៅមុខទៀតទាំងអារម្មណ៍វាមិនសូវល្អមិនសូវអីចឹងណាដល់ទៅហើយគាត់ក៏ធ្វើដំណើរបន្តរហូតដល់អំពេញចឹងទៅបងប្អូនបាទក៏ប៉ុន្តែបងប្អូនរឿងរបស់គាត់អត់ទាន់ចប់ទេនៅពេលដែលគាត់មកដល់អំពេញគាត់ថាគាត់ក៏បានយកអីវ៉ាន់ទៅឲ្យគេយកទៅឲ្យគេទៅក៏គេស្ដីឲ្យគេអីចឹងណាថាមិនក៏ខូចឡើងគឺអីមិនទេប្រាប់ទេអីគាត់ថាចង់ទេបដែរប៉ុន្តែវាអត់មានសេវាអញ្ចឹងណាប៉ុន្តែវាអត់មានសេវាចឹងទៅក៏គាត់ថាគាត់ដាច់បាយដាច់ទឹកមួយយប់ពីរយប់ហើយមិនតែគាត់មិនចង់យកអីវ៉ាន់មកឲ្យទេតែឡានវាខូចអត់មានព្រូទៀតអត់មានសេវាទូរស័ព្ទទេវាមិនចេញវាមិនកើតអញ្ចឹងណាចឹងទៅក៏ដោះស្រាយជាមួយម្ចាស់អីវ៉ាន់នឹងបានមកគ្រាប៉ុន្តែបងប្អូនគាត់ថាគាត់ដូចចាប់ផ្ដើមមានអារម្មណ៍ថាមានគេតាមគាត់ណាគាត់ចាប់ផ្ដើមមានអារម្មណ៍ថាដូចមានគេតាមបងប្អូនវាថាអង្គុយទៅ
មានអីដើរកាត់ខ្នងមកវឹបចឹងទៅកលេចមើលក៏អត់ឃើញបោកកៅមានអារម្មណ៍ថាមានគេដើរកាត់ពីមុខមកវឹបចឹងទៅកលេចមើលក៏អត់ឃើញនិយាយទៅជីវិតគាត់រៀងអាពេលហ្នឹងគាត់ថាជីវិតគាត់រៀងញ៉ៃញ៉ៃបាទញ៉ៃញ៉ៃមែនតើដូចមានវិញ្ញាណខ្មោចមកតាមរស់នៅមិនចេះសុខចឹងយប់ឡើងដេកពេលយប់ទៅចេះតែយល់សពឃើញខ្មោចឃើញតានឹងចេះតែសម័យសពគ្រប់បែបយ៉ាងរាល់តែយប់ដល់ពេលអញ្ចឹងគាត់គិតថាគាត់មិនស្រួលទេគាត់ក៏ទៅរកលោកគ្រូម្នាក់ដែលគាត់ជាគ្រូខាងដេញខ្មោចខាងខាបលឹងខាងអីចឹងឲ្យលោកគ្រូនោះគាត់ជួយមើលជួយសង្គ្រោះគាត់ទៅព្រោះគាត់ទទួលយកអត់បានទេនៅពេលដែលទៅណាក៏នឹកឃើញដេកយប់ក៏យល់សពវាចេះតែមានអារម្មណ៍អត់ស្រួលបងប្អូនអារម្មណ៍ខ្ញុំពិបាកយល់បងប្អូនមែនទេដល់ពេលទៅរកគ្រូបងប្អូនដល់គ្រូប្រាប់ថាខ្មោចតាមហើយមានគេមកតាមអញ្ចឹងទៅហើយគេមកតាមហ្នឹងគេមិនតាមអាក្រក់ទេគេគ្រាន់តែតាមមកមើលយើងអញ្ចឹងណាតាមមកមើលយើងហើយយើងហ្នឹងមានជាប់ជាពាក់ស្អីជាមួយគេទេបាទគេតាមមកបានអញ្ចឹងដល់ទៅពូហេងគាត់ថាអត់ដឹងទេលោកគ្រូឥឡូវលោកគ្រូជួយសួរជួយប្រាប់ទៅជប់ឲ្យមកតាមជប់ឲ្យមកអីទៅចុះលោកគ្រូនោះក៏គាត់ថាគាត់សួរគេហើយគាត់ថាអូនឯងនេះជាប់គុណគេថាអូនឯងនេះជាប់ជាពាក់គុណរបស់គេសងអត់ទាន់ដាច់ទេអញ្ចឹងគាត់ក៏ស្ងល់ថាគុណនៃគេមានរឿងអីបើខ្ញុំត្រូវទៅជាពាក់គុណគាត់លោកគ្រូនោះក៏បន្តទៅថាអត់ជាពាក់អីគេខំឲ្យបាយឲ្យទឹកឲ្យអត់ជាពាក់គុណគេទៀតណាមនុស្សគេមើលនៅពេលអាក្រាក្រគ្រាលំបាកនឹងឯងគេខំជួយយើងប៉ុណ្ណឹងហើយយើងបែរជាចេញមកមិនលាគេមិនអរគុណគេបែរជាដូចចង់មើលងាយយកថោកឬក៏ប្រមាថគេអីចឹងណាអញ្ចឹងកន្លែងហ្នឹងពូហេងគាត់នឹកឃើញដល់ក៏យកខំយកបាយយកសំណែនមកឲ្យទៅផឹកទឹកផ្ទះគេទៅដេកផ្ទះគេផងអីផងអញ្ចឹងណាទោះបីជាផ្ទះគេនឹងជាប្រឆាខ្មោចក៏ដោយជាភ្នោខ្មោចក៏ដោយក៏វាជាផ្ទះគេមិនមួយដែរមិនអញ្ចឹងឯងបងប្អូនបាទពេលហ្នឹងពូហុងគាត់ចាប់ផ្ដើមដឹងគាត់ចាប់ផ្ដើមគិតសង្ស័យតែមកពីអញ្ចឹងហើយបានគេមកតាមមកអីអញ្ចឹងណាបាទចូលគាត់ក៏សួរគ្រូនឹងថាឥឡូវពួកគាត់ចង់បានអីចង់ខ្ញុំធ្វើអីឲ្យគាត់វិញអញ្ចឹងណាបានឈប់មកតាមឈប់មកឡងឈប់មកតោងទៀមអញ្ចឹងទៀតហើយគ្រូនឹងក៏ថាឥឡូវសួរគេថាឲ្យធ្វើបន់ឲ្យគេហើយទៅសែននៅកន្លែងនោះវិញណាទៅធ្វើពិធីទៅឲ្យគេបានបន់បានអីខ្លះអញ្ចឹងទៅព្រោះដោយសារពួកគាត់ហ្នឹងសុទ្ធតែខ្វះបន់ខ្វះអីហើយអញ្ចឹងបងប្អូនបាទដល់ទៅពេលដឹងតណើតនងអញ្ចឹងទៅបងប្អូនគាត់ក៏បានរៀបចំទៅធ្វើបន់ធ្វើទានឲ្យគេទៅបាទទៅធ្វើពិធីទៅអីតិចតួចឲ្យគេអញ្ចឹងណាសែនព្រេនសែនអីនៅកន្លែងនោះវិញអញ្ចឹងទៅបាទដល់ពេលសែនហើយទៅគាត់ក៏មកមើលគ្រូភាសាទៀតមើលគ្រូភាសាទៀតទៅគ្រូនឹងគេថាយើងសែនហៅអីហើយមែននឹងធ្វើបន់ធ្វើអីគេមែនក៏ប៉ុន្តែគេរបៀបថាគេអត់ចង់នៅថាលក្ខណៈនៅក្នុងទៀតអញ្ចឹងណាគេចង់មកផ្ញើខ្លួនជាមួយគ្រូនឹងគេអញ្ចឹងថាគេនឹងគេចង់មកផ្ញើខ្លួនជាមួយចង់ឲ្យយើងនឹងយកគេមកអញ្ចឹងណាហើយគាត់ថាយកមកយ៉ាងម៉េចពូហេងណាថាយកមកយ៉ាងម៉េចផ្ញើខ្លួនយ៉ាងម៉េចបើគាត់នៅខ្លួនមួយដែរហ្នឹងតើមានប្រពន្ធតើមានអីផ្ញើខ្លួនកើតផងទៅផ្ញើយ៉ាងម៉េចអីយ៉ាងម៉ាដល់ទៅហើយទៅគ្រូនឹងថាតិចទៀតទៅដឹងហើយគ្រូនឹងនិយាយចឹងតិចទៀតទៅដឹងខ្លួនហើយគាត់ថាឥឡូវនេះលេងអីគេលេងម្លងលេងមកអីហើយគាត់ថាគេចង់ផ្ញើខ្លួនជាមួយដល់ទៅហើយទៅបងហេងគាត់ថាបើលេងឡងលេងអីវាលេងអីក៏មកតែមកបញ្យលសពមកអីញឹកញាប់ពេកគាត់ធ្វើអីវាមិនកើតហោស៊ីធ្វើការងារវាមិនកើតចឹងណាមានអារម្មណ៍ជាខ្លាចមុខខ្លាចក្រោយចឹងទៅណាបងប្អូនដល់ទៅហើយទៅរឿងហ្នឹងក៏វាកន្លងស្ងាត់ស្ងាត់ទៅកន្លងប្រហែលជាកន្លះឆ្នាំបាទកន្លះឆ្នាំគាត់ក៏របៀបថាដូចស្រឡាញ់កូនគេចឹងណាបងប្អូននៅក្នុងភូមិគាត់ចឹងទៅចឹងទៅក៏ចូលទៅដឹងចូលអីចឹងក៏គេព្រមយកព្រមអីចឹងទៅបាទពេលចូលទៅដឹងទៅគេព្រមយកព្រមអីហើយវាថាកូនគេអ្នករកស៊ីអ្នកលក់អីវ៉ាន់ចាប់ព្រួយចាប់អីចឹងណាអញ្ចឹងទៅគាត់ក៏ឈប់ដឹកឡានឈប់ដឹកអីវ៉ាន់ចឹងទៅមករកស៊ីរកអីជាមួយកូនគេហ្នឹងចឹងទៅហើយនៅជាមួយគេហ្នឹងបានប្រហែលជា3ខែម្នាក់ស្រីហ្នឹងក៏មានតងន់ប្រពន្ធគាត់ហ្នឹងម្នាក់ស្រីមិនប្រពន្ធគាត់ដល់ទៅពេលប្រពន្ធគាត់មានតងន់ពេលហ្នឹងគាត់ថាគាត់មិនចាប់ផ្លឹករឿងពូមួយដែលគាត់ធ្លាប់ជួបនៅអាផ្លូវដែលគាត់ខូចឡាននេះទេស្រាប់តែថ្ងៃហ្នឹងគាត់យល់សព
bà có vô sắp khinh pu mà nè nâng đòi phải vô sắp khinh pu mà nè nâng pu nâng mà phép có thành chế tha nhom mà nơi cho mũi ấy nhom mà nơi cho mũi bằng ai ấy mưa nhom phong thai nhom phong cùng tục nhom trao cùng ấy đôi pe nông tiết chẳng á việc thà pe chụp kia là tiền nông thà cùng tới cháu khó tiết chẳng á nè là có mà nơi cho mũi này hơi bà đó ta vô sắp khơi chân hỡi đăng thà pôn con miên tầng ngôn miên ấy chẳng tiết có tầm mơ mà đó lấy tầm mơ lô và lên tầm mơ cũ ấy có tầm mơ lô đó tập pe tầm mơ lô phèp lô tam thần hà tầm non tăng pi con tờ họ cũ lục buôn cũ phèp con mấy chẳng tới á phèp lô phèp ấy chẳng tới lô có miên sao đi ca thà kia mà nơi hai tôi mơ thai kia ta kia mà nơi hai giờ mơ ca pia mơ trộm chạy ta kia cầm mình màu oi trong rầy oi ấy đây kia màu ở giữa bàn sọc mà ấy chẳng tới á này cả môn nướng có kia mình màu thử bạp đây pe dương tới khôi lan khôi ấy là tam phơi nướng có kia mà chui dương đây cái bật băng cái lẹp buôn pi pụ cháo pi pụ ấy xem cái giờ ba giờ ấy mà ở dương hộp tiệt đó mình men kia mà thử bạp bản na đọt pe đam lục tai mình xong thì càng tới ban cọt vô khục giang thọ ô cọt này mà chui ta mình lon bật lại na tay đời xa tại cọt chia một bộ màu chị ạ mà nó thời chân tới mau chui nó cứ khi mình ai mau chui trong rụp hiệp trong rụp hiệp thoáng đi mình nói đây mày này cọt không phần bảo viện không phần ấy hãy con chơi bởi dân sầm máy thế bọn con mình lo rồi nè còn thầy pe khác dương ta đo còn lại pano còn lại dương vì mình đắng cái niệm ta chỉ te hai dương khởi chẳng á dương lưu sờ lên mình lưu đa lưu sờ lên sầm rập chương lưu sờ lên cua trang cua tốt nó pe khác nâng bộ bộ một nút xinh chẳng á hãy quạt nâng mau còn không vô bài dần hẹn rồi bỏ quạt mà ai hộp tiết á đào chân cất cho còn lan thôi bà hai giờ kề trong chui kìm dùng đó là tên chân lời bờ kia mình ở hơi thai chân tới hay còn thai bờ sân chỉ mình ở hơi chui con chùm mông chùm hơn chui con miền ba rồi xì thu thì chân tới là nâng nơi cho còn mưa thai mưa ấy chân tới nó bông bổn bà ấy có thà con bong phò bò quạt nó cạt máu chân có quạt hồ xì hiện cả cọp chân tới nè thử ấy của vi chơi tập ban thử ấy của vi chơi tập cạt chân tới bà lên miền bà nhà hai lên miền ấy là hộ chân tới bà có chơi tập ban sọc là hốt ở lấy con còn buôn pram này ai bong bổn bà bong nó là thông chật ca và buôn chật ấy thiệt hai bà chân sự nghiệp hưởng mũi ní cứ miền tập ban nắng hay hưởng ní tam bật tới còn gì pi bọt run thốt bảo con để con bàn chuột hai ca run thốt bảo con để con bàn chuột nó tam phơi còn tại đây nhom bị chạy chun bom ôn trắng rương bớt cứ về khla về sơ run thốt khlang tê còn tại vì chỉ cả bớt để chạy lại đói prey mật bao nhiêu to tại một đòn trong bom ôn đạp hai vô khơi mệt má chưa được còn chưa cả so mà chia sài thế nó để xa tại admin cứ đầm nào to pi cả chạy bảo prey mật dương màu đài trong bờ prey mật dương chạy màu pan á admin vậy pan năng chẳng từ hay bờ sọc màu với rương ní cứ rương chẳng hạn cái đám cả nát bao côn qua đã bong ta côn quạt nó cạt màu bị na bị màu bị ấy chẳng á còn một như thế này sai đây là sai tại quạt khôi lan khôi ấy chẳng tới bàn chụp màu chụp ấy chẳng tới bàn kia mà ta mà sống nơi chụp mũi sống ấy chẳng tới nó bong bốn bài cạt vào chữ côn quạt chỉ ấy chẳng tới ai còn ta côn quạt ở bên trăm chiết ở bên ấy tê còn là quạt ở bụng này bàn đăng thần ơi thần nó bỏ côn chẳng tới bà chẳng sai hứa nó miên pan nắng nhóm bạn có sống ở con là bong bồn khăng mình tén để không tam tan stop bị đàm đo chóp chẳng không tập bong bồn cho chật hưởng mũi nắng hay bà sân chỉ miên còn họ khó con cái này nè có sống bong bồn tất cảគ្នាមេតាជាស្រ័យឲ្យខ្ញុំបាទអេដមីនដំណើរនៃទៀនផងដែរបាទអញ្ចឹងខ្ញុំបាទក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើនបងប្អូនបាទអរគុណ